ចានេះស្វាយទុំតែសម្រាប់ស្វាយទុំនេះគឺស្វាយទុំនៅអាមេរិកណាមិននៅស្រុកខ្មែរទេហើយស្វាយទុំនេះនៅអាមេរិកក៏មានស្វាយទុំញ៉ាំដែរប៉ុន្តែអត់ក្អូបទេអត់ឈ្ងុយទេនៅស្រុកខ្មែរមានស្វាយកែវចិនកែវល្មៀតកែវចិនគឺពេលទុំទៅឆ្ងាញ់ហើយក្អូបខ្លាំងហើយកែវល្មៀតក៏ឆ្ងាញ់ដែរប៉ុន្តែខ្ចីឆ្ងាញ់ជាងទុំទៀតដោយសារញ៉ាំមួយអំបិលមីក៏បានដែរនៅផ្ទះណាហើយនៅស្រុកខ្មែរសបោផ្លែឈើរបៀបខ្មែរយើងចូលចិត្តណាហើយស្វាយមានគ្រប់ប្រភេទមានស្វាយខ្ទិះខៅស្វាយកែវថៃកែវអីច្រើនមែនតានអត់ស្គាល់អស់ច្រើនមែនតានប៉ុន្តែចូលចិត្តកែវល្មៀតពេលទុំហើយកែវចិនពេលខ្ចីកែវល្មៀតពេលខ្ចីហើយកែវចិនពេលទុំគឺឈ្ងុយប៉ុន្តែស្វាយនេះពេលដែលទុំទៅអត់មានធំក្លិនធំអីឈ្ងុយទេហើយវាស្តៀងដូចស្វាយខ្លែបនៅខ្មែរអញ្ចឹងក្របស្ដាងហើយផ្អែមប៉ុន្តែអត់មានក្លិនមានឈ្ងុយអត់សូវមានជាតិណាប៉ុន្តែអាចញ៉ាំបានរត់ដងស្វាយនេះមួយកេះ12-13ដុល្លារប៉ុន្តែថ្ងៃនេះតែ$4ជាងឯង$5អញ្ចឹងទិញ2កេះក៏ញ៉ាំបានប៉ុន្តែអត់ឆ្ងាញ់ដូចខ្មែរមែនតែអាចញ៉ាំបានអញ្ចឹងសម្រាប់ស្វាយនេះអាចធ្វើបាយតំណាបស្វាយទុំបានញ៉ាំជាមួយត្រីងៀតញ៉ាំជាមួយអីបានហើយញ៉ាំលេងក៏បានដែរហើយយកទៅក្លុកធ្វើស្អីផ្សេងបានញ៉ាំបានហើយប៉ុន្តែគាត់ថារសជាតិវានៅអាមេរិកយើងចេះតែញ៉ាំទៅណាវាមិនសម្បូរដូចស្រុកខ្មែរសម្បូរស្វាយច្រើនទេ